ខ្ញុំសូមដកស្រង់អត្ថបទខ្លីមួយដែលនិយាយពីចរិតមនុស្សល្អចរិតមនុស្សល្អនិយាយស្ដីដោយចិត្តស្មោះត្រង់ធ្វើកិច្ចការដោយចិត្តផ្ចង់ផ្ដល់ភាពស្មោះត្រង់ពេលនៅជាមួយគ្នាធ្វើជាមនុស្សមានសច្ចធម៌មិនបោកប្រាស់មនុស្សដែលទុកចិត្តអ្នកមិនបោះបង់មនុស្សដែលផ្ដល់តម្លៃឲ្យអ្នកមិនធ្វើបាបមនុស្សដែលស្រឡាញ់អ្នកមិនបំភ្លេចមនុស្សដែលខំជួយអ្នកនេះគឺជាមូលដ្ឋានគ្រឹះនៃការធ្វើជាមនុស្សល្អមនុស្សដែលមានចរិតល្អមានសីលធម៌ផ្ទាល់ខ្លួនសេចក្តីសប្បុរសនិងភាពស្មោះត្រង់របស់ពួកគេគឺជាខែលដ៏រឹងមាំដូច្នេះពួកគេមិនត្រូវការច្បាប់ខាងក្រៅច្រើនទេហើយសន្តានល្អនេះហើយក៏នឹងដាស់សតិពួកគេមិនបង្កគ្រោះថ្នាក់ឬក្បត់ចិត្តមនុស្សជាទីស្រឡាញ់បានឡើយរឹតតែមិនអនុញ្ញាតឲ្យនាងរងទុក្ខអយុត្តិធម៌ទឹកភ្នែកជោកខ្នើយផ្ទុយទៅវិញមនុស្សដែលមានសន្តានអាក្រក់ប្រៀបដូចជាដុំថ្មដ៏ធំដែលបង្កប់នៅក្រោមផ្ទៃទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រចាំថ្ងៃគ្រប់វិនាទីនៅពេលដែលពួកគេជួបបញ្ហាការបញ្ចេញប្រតិកម្មដំបូងរបស់ពួកគេមិនមែនជាការរ៉ាប់រងទទួលខុសត្រូវទេបែរជាការកំសាករៀបថយកិច្ចបេះឬអាចច្រានចោលកំហុសគ្រប់យ៉ាងរបស់ខ្លួនទម្លាក់កំហុសឲ្យគេដោយឥតអៀនខ្មាសបាទអរគុណ